เรื่อง Punk Triangle ก็បានជាបណ្ដាភាពបញ្ចប់ហើយបាយមួយរឿងទៀតផ្លេចបាកចប់លឿនខ្លាំងឥឡូវជាគីបានដឹងការពិតហើយក្រៅពីបានឃើញទម្រង់នៃការដាំម៉ូតរបស់អេណាកាក៏មើលដឹងភ្លាមហ្មងថាជាឯងបន្ទាប់ពីបានឃើញអេណាកាដាំម៉ូតធ្វើឲ្យជាគីនឹកឃើញឈ្មោះពិតរបស់គេនោះគឺអាយុមុដែលបានដកស្រង់ជាពាក្យថាបោះជំហានទៅមកគឺពិតជាជួយសម្គាល់អ្វីដែលជាគេពិតមែនប្រៀបដូចជាព្រះជាម្ចាស់តាំងចិត្តដាក់ឈ្មោះឲ្យគេអញ្ចឹងទាំងកសាភ្នែកដ៏មុតស្រួចមានទំនុកចិត្តទាំងការដាដែលពោពេញទៅដោយធម៌ពលតែមើលទៅសប្បាយអ្វីដែលអស្ចារ្យគឺជាការធ្វើឲ្យឈុតលេចធ្លោបំផុតនេះហើយគឺជាការដើររបស់ឯងពេលនោះអ្នកជុំវិញក៏នាំគ្នាសរសើរកូនប្រុសមិនដាច់ពីមាត់ថាឈុតពិតជាលយម៉ូដែលក៏លយអីអញ្ចឹងណាកូនស្រីក៏អត់សរសើរមិនបានដូចគ្នាគេពិតជាអស្ចារ្យទាំងដែលជាឈុតដែលទៅតែកែរួចថ្មីតែពេលបានមនុស្សលើដងខ្លួនរបស់អេណាកាក៏បានខ្លាចជាឈុតដែលល្អឥតខ្ចោះពណ៌នៅលើអាវគឺជាពណ៌ដែលបានកម្លាំងបណ្ដាលចិត្តពីពណ៌ដែលបានតលេងនៅក្លឹបជាមួយអេណាកាចំណែកក្របអង្កាំគឺបានកម្លាំងបណ្ដាលចិត្តមកពីពណ៌ដែលបានឃើញនៅក្នុងយប់ដែលបាននៅជាមួយឯងជាពណ៌នៃពលឺថ្ងៃថ្មីដែលបានចាំងមកព្រឺងរបស់ដែលគិតថាខូចទៅហើយយ៉ាងណាក៏នៅតែខូចតែទាំងឈុតនិងអេណាកាបានរួមបញ្ចូលគ្នាធ្វើឲ្យគ្រប់យ៉ាងកាន់តែល្អឥតខ្ចោះនិងបង្ហាញពីអត្តសញ្ញាណចេញមកបានយ៉ាងច្បាស់ដូច្នេះហើយ style punk បានក្លាយជា fashion ដ៏ច្នៃប្រឌិតនៅក្នុងវិស័យ fashion នោះអីហើយក៏បានដឹងថាតាមពិតទៅអេណាកាគឺជាឯងគឺថាពេលនេះដឹងច្បាស់ដូចថ្ងៃហ្មងបន្ទាប់ពីចប់កម្មវិធីជាគីក៏មកអង្គុយក្នុងថ្នាក់តែម្នាក់ឯងយ៉ាងស្ងប់ស្ងាត់មិនយូរប្រហែលអេណាកាក៏ដើរចូលមករកគេក៏មានអារម្មណ៍ថាខុសឆ្គងដែរហ្នឹងណាហើយទោះបីជាបានត្រៀមចិត្តរួចហើយក៏នៅតែខូចចិត្តខ្លាំងដដែលហើយឈ្មោះគ្នាចង់ងាកមកនិយាយជាមួយគ្នាវិញជាគីក៏និយាយមកទាំងបាយខ្នងបែបតូចចិត្តសប្បាយខ្លាំងមែនដែលឃើញគ្នាមិនដឹងអីសោះចុងក្រោយក៏គ្រាន់តែជាការពពុះក្បាលគ្នាលេងសប្បាយសោះអេណាកាក៏ដឹងដែរមែនអត់ថាខ្លួនមិនចូលចិត្តការបោកប្រាស់ទេគេថាដឹងព្រមទាំងធ្វើមុខសង្កេះសង្ហាយរកយំទៀតកូនស្រីក៏សួរបន្តហេតុអីថ្ងៃនោះគេរកថាអញ្ចឹងកូនប្រុសក៏សុំតទោះជាយ៉ាងណាគេក៏នៅតែត្រូវការជាអាគីហើយបំរុងនឹងដើរចូលមកចិត្តតែអូនមិនព្រមឲ្យឈប់ត្រឹមនឹងភ្លាមសុំវល់ចោះឈប់ធ្វើឲ្យច្បុកច្បល់ទៀតទៅឆាប់ចេញទៅវិញទៅពេលនេះសម្អិតទៅមុខរបស់គេក៏មិនចង់មើលដែរបងមានជាការអួតខ្លាំងដល់ថ្នាក់នឹងហើយគេមានតែដើរចេញទៅអត់និយាយអីមួយម៉ាត់ចំណែកអ្នកដេញគឺទៅក៏មិនអស់ឡៃដែរហ្នឹងណាតែក៏ខឹងខ្លាំងមិនទាន់ចង់និយាយអីដូចគ្នាក្រោយមកអ្នកគ្រូក៏ចូលមកប្រាប់ថាក្រុមរបស់ពួកគេទទួលបានជ័យលាភីចុះអេនកាទៅណាហើយជាគិស្ងាត់និយាយអីអត់ចាញ់ទេទោះជាឈ្នះក៏លេងសប្បាយចិត្តទៀតដែរត្រឡប់មកផ្ទះវិញក៏លេងតែឃើញ poster របស់គេក៏ចាប់ផ្ដើមមានកំហឹងទៀតហើយស្ទុះមកបំរុងនឹងចាប់ហាយចោលហ្មងក៏ប៉ុន្តែអត់ដាច់ចិត្តសោះបើស្រឡាញ់ហ្នឹងចុងក្រោយក៏ដោះចេញមកធម្មតាហើយក៏មូលរូបរបស់គេទុកវិញតាមស្រួលទៅចាប់ពីថ្ងៃនោះមកអ្នកទាំងពីរក៏លេងនិយាយរកគ្នាទៀតទៅធ្វើការក៏ចេញចំហាយសិតខ្លាំងហើយធ្វើខ្លួនខ្សឹកគ្មានកម្លាំងកំហែងសោះយកមិនជាការឆ្ងល់ងាកមកសួរ manager ថាជាគិឈ្នះការប្រកួតមែនអត់តែមិនក៏សើអញ្ចឹងគាត់គិតថាឈ្នះតែមិនដឹងមិនតាំងពីមកធ្វើការវិញក៏សើរហូតគេមានជាការសើតាមដែរណាព្រោះចង់ឃើញជាអគិញញឹមតាំងពីធ្វើការជាមួយគ្នាមកមិនដែលឃើញញញឹមសំបីតែម្ដង manager ថាធ្លាប់បានឃើញម្ដងដែរគឺនៅថ្ងៃសម្ភាសការងារពេលនិយាយប្រាប់ពីមូលហេតុដែលចង់មកធ្វើការនៅទីនេះណាកូនស្រីនិយាយថាសម្លៀកបំពាក់អាចជួយជំរុញឲ្យគ្រប់គ្នាក្លាហានបង្ហាញពីភាពជាខ្លួនឯងចេញមកបានដោយមិនបាច់ខ្វល់ពីខ្សែភ្នែករបស់អ្នកដទៃដូច្នេះហើយក៏ចង់ខ្លាចជាចំណែកមួយជួយឲ្យពួកគេទាំងនោះមានភាពក្លាហានបន្ថែមទៀតអីអញ្ចឹងណាចម្លើយរបស់ជាអគិបានធ្វើឲ្យគាត់ដឹងថាតាមពិតទៅជាអគិគឺជាមនុស្សដែលមិនសូវមានទំនុកចិត្តលើខ្លួនឯងតទៅសោះតែក្រោយមកក៏មានភាពក្លាហានឡើងវិញតាមរយៈ fashion style ផាំងនេះហើយខណៈដែលជាអគិវិញក៏យកពីគោលបំណងរបស់អេណាកាឲ្យដែរថាហេតុអីមកជាបំព្រមប្រាប់ការពិតណាព្រោះកន្លងមកគេយកចិត្តទុកដាក់នៅលើការ design ហើយក៏ចង់ជួយឲ្យក្តីសម័យរបស់ជាអគិខ្លាចជាការពិតទៅមិននិយាយប្រាប់តែទោះបីជាដឹងចឹងមែនក្នុងខួរក្បាលក៏នៅតែច្បុកច្បល់មិនដឹងចាប់ផ្ដើមពីណាទៅណាទៀតទេហើយអ្វីដែលសំខាន់គឺមិនហ៊ានមកមុខរបស់អេណាកាតទៅសោះឲ្យមកមុខចំគឺអត់បានហ្មងណាពេលមករៀនក៏ជុំអង្គុយចិត្តគ្នាដែរតែក៏លួចសម្លឹងមើលទៅគេម្ដងម្កាលណាអ្នកគ្រូសង្កេតឃើញភាពងឿងកន្តើរបស់អ្នកទាំងពីរក៏មានការព្រួយបារម្ភចឹងណាសង្កេតឃើញដូចគ្នាតែតាំងពីចាប់ការប្រកួតពីរអ្នកនេះមិននិយាយរកគ្នាទៀតទេបន្ទាប់ពីរៀនចប់ហើយអេណាកាបានដាំមករកហើយសម្បត្តិចូលរួមកម្មវិធី fashion show មកឲ្យព្រោះមុននឹងអ្នកគ្រូបានពឹងឲ្យគេយកសម្បត្តិមកឲ្យហ្នឹងណាដោយសារតែគាត់គិតថាបើឲ្យអេណាកាយកមកឲ្យទៅត្រូវព្រោះជាដៃគូនឹងគ្នានោះអីគេក៏បដិសេធមិនបានហ្នឹងណាតាមពិតទៅគឺជាផែនការរបស់អ្នកគ្រូចង់ឲ្យចូលមកនិយាយគ្នានឹងឯងតែជាគិបដិសេធមិនទទួលមិនចង់ទៅទេគេក៏រៀងសេតនឹងថាដឹងមែនអត់មិនមែនជាពេលតែត្រូវមកនិយាយបែបនេះទេណាគឺចង់ឲ្យជាគិទៅមើលគេដាក់បង្ហាញម៉ូដណាទុកសម្បត្តិឲ្យនៅលើនេះចោះរួចក៏ដើរចេញទៅអត់ហ៊ាននៅយូរទេគឺថាចង់ឲ្យឃើញពេលដែលគេដើរម៉ូដជាផ្លូវការសម្រាប់តាមក្តីសម័យរបស់អូនជាគិក៏ចង់ទៅខ្លាំងដែរហ្នឹងនៅតេរហូតដល់ថ្ងៃប្រពកម្មវិធី fashion show ក៏នៅតែសម្រាប់ចិត្តមិនទាន់បានទៀតមិត្តភ័ក្តិនិងអ្នកគ្រូដែលកំពុងតែរងចាំនៅខាងមុខកំពុងតែអន្ទះសារខ្លាំងមែនទែនព្រោះជិតដល់ម៉ោងចាប់ផ្ដើមកម្មវិធីហើយណាគ្មានអ្នកណាមកទៀតទាំងជាគិនិងអេណាកាតែម្ដងកញ្ញាសក់ខ្លីដែលបានដឹងការពិតរបស់អេណាកាក៏ឈរធ្វើភ្នែកឡើងឡងហ៊ានមាត់អីសោះខណៈដែលកូនស្រីរសាប់រសល់នៅផ្ទះគិតហើយគិតទៀតថាគួរទៅមិនទៅក្តីសម័យបានខ្លាចជាការពិតហើយជាយាមមករហូតក៏ដើម្បីតែថ្ងៃនេះតាចុងក្រោយក៏សម្រេចចិត្តទិញសម្បត្តិរត់ចេញទៅក្រៅភ្លាមត្រូវតែឃើញអញស្លៀកឈុតផ្ទាល់ភ្នែកហ្នឹងណាហើយសំណាងទៅតាន់ពេលមិត្តភ័ក្តិក៏ឆ្ងល់មិនក៏មកតែម្នាក់ឯងចុះអេណាកាអត់មកដែរទេអីកញ្ញាសក់ខ្លីក៏និយាយកាត់ឲ្យជាគិបញ្ញាប់ចូលតែលឿនទៅនៅសោះពេលមិនច្រើនទេគឺជួយបំបាញ់អារម្មណ៍
គ្រប់គ្នាហ្នឹងណាតែក៏មានម្នាក់ទៀតសួរបញ្ជាក់អ្នកគ្រូសិននឹងចូលទៅក្នុងចោលអេនកាមែនហ៎អ្នកគ្រូថាអេនកាមិនអីទេកុំបារម្ភមើលទៅគាត់ក៏ប្រហែលជាដឹងការពិតដែរហ្នឹងណាកូនស្រីក៏រត់ចូលទៅក្នុងយ៉ាងលឿនហើយក៏តាន់ពេលដែលអាយបានដាក់បង្ហាញមុនល្មមបើគាត់ទៅបានឃើញគេស្លៀកឈុតនេះឡើង2ដងលើកទី1គេស្លៀកឈុតនេះក្នុងនាមជាអេនកាហើយលើកនេះក្នុងនាមជាអាយណាជាគេកណើទៅទទួលបានអារម្មណ៍រំជើបរំជួលដូចដើមពេលដែលបានឃើញគេដាក់បង្ហាញមុនលើឆាដូចជាការគិតអញ្ចឹងគេពិតជាសង្ហាខ្លាំងណាស់យីបើសង្ហាមែនឲ្យកុហកខ្លួនឯងមិនក្រោយមកពិធីក៏បានសម្ភារពីចំណាប់អារម្មណ៍របស់គេថាមានអារម្មណ៍យ៉ាងម៉េចក្រោយបានក្រងឈុតមួយនេះអញ្ចឹងណាកូនប្រុសក៏ថាក្រោយពីបានស្លៀកឈុតនេះហើយធ្វើឲ្យមានអារម្មណ៍ថាចង់ចេញទៅប្រាជីវិតពេលរាត្រីខ្លាំងណាស់ទាំងពណ៌ទាំងការប្រើបញ្ចូលខ្ទាស់គឺពិតជាគួរឲ្យចាប់អារម្មណ៍គេធ្លាប់គិតថាសម្លៀកបំពាក់ដែលរហ័យឬខូចហើយក៏ដូចជាសម្ព័ន្ធភាពអញ្ចឹងគួរតែបោះចោលទៅមិនបាច់ខ្វល់ទៀតក៏បានដែរតែបើវាជារបស់ដែលសំខាន់ចាប់ពីពេលនេះតទៅទោះបីជាត្រូវប្រើបញ្ចូលខ្ទាស់ដែលមិនសូវមាំក៏ដោយគេក៏នឹងព្យាយាមថែរក្សាទុកឲ្យតទៅបានចម្លើយដែលមានអត្ថន័យធ្វើឲ្យ fan តែដៃឲ្យយ៉ាងរំជួលចិត្តជាអគិនៅបន្តទៀតមិនបានទេរត់ចេញទៅវិញប្រូចកូនប្រុសក៏បានឃើញផងដែរហើយក៏មិននៅឯអង្គទៀតដូចគ្នាហុចមេក្រឲ្យពិធីកវិញហើយក៏រហ័សរត់ចុះពីលើឆាកទៅតាមអូនភ្លាមដែលមានសម្លេងស្រែកហៅពីសំណាក់ fan តាមពីក្រៅផងដែរមូលហេតុដែលកូនស្រីរត់ចេញមកដោយសារតែអៀនខ្លាំងហ្នឹងណារត់ដឹងថាមុននឹងអ្វីដែលគេបាននិយាយមកគឺចង់សម្ដៅដល់ខ្លួនឯងបានគេនិយាយថាផ្ដោតសារៈសំខាន់នៅថែរក្សាគ្នាទៀតមិនកើតទេក្នុងខួរក្បាលកាន់តែច្បោកច្បល់ថែមទៀតនឹងមានអារម្មណ៍ថាក្តៅងំនៅក្នុងទ្រូងមិនក៏មិនដឹងអេនកាក៏រត់តាមតាន់ចាប់ដៃជាប់សុំឲ្យឈប់និយាយជាមួយគ្នាបន្តិចសិនតែអូនក៏លោះដៃចេញភ្លាមព្រោះគ្មានរឿងអ្វីត្រូវនិយាយជាមួយគ្នាទៀតទេលេងខ្លួនតិចទៀតចឹងណាភ្លាមនោះអេនកាក៏អង្គុយចោជួយចងខ្សែស្បែកជើងឲ្យរបូតទៀតហើយគ្នាមិនជាការហួចចិត្តចង់ឲ្យពេលហ្នឹងអត់មកបរិយាកាសការមុនក៏អញ្ចឹងដែរហេតុអីក៏ផ្ដោតសារៈសំខាន់លើខ្សែស្បែកជើងនេះខ្លាំងម្ល៉េះកុំប្រាប់ក៏ប្រាប់ពីមូលហេតុដោយសារតែគេបារម្ភព្រមិត្តភេទធ្លាប់ដើរចងខ្សែស្បែកជើងដួលនៅលើឆាកហ្នឹងណានិយាយបណ្ដាចង់ឲ្យបណ្ដាហើយក៏ដូចដើមចឹងចង់ខុសទៀតងើបឡើងធ្វើព្រៃភ្លឺដាក់គ្នាកូនស្រីមានជាការអេអុញគិតនៅក្នុងចិត្តថាស្អីគេហ្នឹងមិនក៏គួរឲ្យស្រឡាញ់ខ្លាំងម៉ែអូដូចជាសាបងនៅក្នុងចិត្តតែក៏ប្រឹងធ្វើធម្មតាអញ្ចឹងទៅអេនកាងើបមកប្រជុំមុខគ្នាបំរុងនិយាយមកទៀតតែកូនស្រីដាក់កិច្ចទៀតហើយកុំយកមកបាប់នឹងមកនិយាយជាមួយគ្នាឲ្យសោះកូនប្រុសក៏ស្រែកប្រាប់តែគេសុំណែនាំខ្លួនឲ្យស្គាល់សាជាថ្មីរីដែលបានស្គាល់ឈ្មោះរបស់គេគឺអេនកាអាយូមូមានអាជីពជាតារា model ហើយឈ្មោះក្នុងវិស័យ model របស់គេគឺអាយទោះបីជាស្លាកស្លើតតែក៏ចង់ design សម្លៀកបំពាក់ពេលនេះកំពុងរៀននៅសាលារៀន fashion design ពេលនេះគេក៏មានមនុស្សដែលចូលចិត្តហើយដំបូងឡើយគេចូលទៅរកព្រោះតែចាប់អារម្មណ៍ចង់ដឹងចង់ស្គាល់ប៉ុណ្ណោះតែពេលបាននៅក្បែរបានឃើញតែមួយសប្បាយរីករាយនឹងគួរឲ្យស្រឡាញ់ទាំងភាពទៀងត្រង់ម៉ត់ចត់ថែមទាំងជាមនុស្សដែលគួរឲ្យព្រួយបារម្ភទៀតក្រោយបានប្រាប់ពេលវេលានៅជាមួយគ្នាក៏ប្រែខ្លាចជាអារម្មណ៍ចូលចិត្តក៏ប៉ុន្តែគេបែរជាធ្វើបាបម្នាក់នោះដោយសារតែភាពអាត្មានិយមរបស់ខ្លួនឯងមិនថាប្រើវិធីណាក៏ដោយក៏ចង់ថែរក្សាម្នាក់នោះឲ្យបានណាធ្លាប់គិតថាត្រូវប្រើពេលយូរជាងនេះបន្តិចចាំប្រាប់ការពិតតែបន្ទាប់ពីបានស្លៀកឈុតដែលបានធ្វើជាមួយជាអាគីម្ដងទៀតគេសម្រេចចិត្តបានហើយថាត្រូវតែនិយាយប្រាប់ពេលនេះគេចូលចិត្តជាអាគីណាក្នុងនាមជាអេនកាអាយូមូសុំចាប់ផ្ដើមពីមិត្តភក្តិសិនបានអត់វ៉ាវសារភាពស្នេហ៍បែបបរោះទងបៃតងជាអាគីបដិសេធថាមិនព្រមទេគេថាទោះបីជាមិនព្រមក៏នឹងរងចាំអូនក៏និយាយមកទៀតមិនចង់មាននេះអញ្ចឹងទេមិនចង់ចាប់ផ្ដើមពីមិត្តភក្តិណាបើចូលចិត្តគេទៅហើយហ្នឹងអូសារភាពទៅវិញគេក៏សុំមើលមកបន្តិចមកជាអាគីក៏ថាអត់ដាច់ផឹងហេតុអីទៅទាំងដែលព្យាយាមស្អប់គេហើយរួមទាំងឯងផងដែរតែពេលឌីហ្សាញឈុតក៏នឹកដល់ឯងមានតែរូបភាពរបស់ឯងរហូតបានជួបអេនកាក្នុងថ្នាក់លើកដំបងក៏គិតដល់គេទៀតកុំប្រកសុំបញ្ជាក់ថាពិតជាអញ្ចឹងមែនអូជាអាគីក៏និយាយបន្តទៀតថាឯងពិតជាសង្ហាខ្លាំងណាស់តែភាពស្លាកស្លារបស់អេនកាក៏ខ្ជូតដូចគ្នាជ្រុលពេកហើយតាំងពីបានជួបគេអារម្មណ៍វាចេះតែច្បុកច្បល់រហូតអេនកាក៏ចាប់បង្វិលឲ្យមកប្រឈមមុខគ្នាសុំមកបន្តិចណាព្រោះខាន់មកអញ្ចឹងយូរហើយអូនលឹងអៀនសាហាវអានមុខជ្រុបអត់ហ៊ានមើលមុខចំសោះគេមានជាការអានជុំមកចិត្តទៀតបើធ្វើអញ្ចឹងគេមើលមុខអត់ច្បាស់ទេណាអូអញ្ចឹងអីបើមិនអៀនទៅចម្លែកកូនស្រីតែមកពីមើលមុខរបស់គេហាសង្ហាខ្លាំងពេកហ្នឹងណាវាធ្វើឲ្យចង់អភ័យទោសឲ្យគេគ្រប់រឿងហ្មងអូចឹងសោះគេក៏សួរទៀតពេលគេខ្លាចជាអេនកាក៏អញ្ចឹងដែរមែនកូនស្រីក៏និយាយមុខអៀនអេនកាក៏សង្ហាដូចគ្នាអញញឹមត្រេកអរបណ្ដោយបានអូនសរសើរបែបណាក៏អូនពេញចិត្តណាក្រោយមកជាគេក៏សុំអង្វរកុំឲ្យមានរឿងលាក់បាំងគ្នាទៀតណាកុំប្រុសចុះមកអើព្រមទាំងសន្យាថានឹងមិនធ្វើបាបនឹងទៀតទេសុំទោសដែលធ្វើឲ្យខូចចិត្តណាបើដឹងអញ្ចឹងគួរតែប្រាប់ការពិតតាំងពីយូរជាគេក៏និយាយលេងស្មានតែឯងសារភាពស្នេហ៍បែបខូលជាងនេះតាមានតែប៉ុណ្ណឹងទេគេថានេះជាលើកដំបូងហើយដែលប្រកាសវិជាខ្លាំងយ៉ាងនេះក៏ត្រូវតែមានការរអាក់រអួលខ្លាំងអញ្ចឹងហើយកូនស្រីមានជាការរំភើបព្រោះពេលនេះទទួលបានថាបេះដូងរបស់គេពិតជាលូតញាប់ខ្លាំងណាស់អញ្ចឹងសោះអាយដលគឺជាមនុស្សធម្មតាម្នាក់ណាគឺអាចស្រឡាញ់មែនពិតជាអយុត្តិធម៌ណាក្រោយមកកូនស្រីក៏និយាយមកទៀតឯងធ្លាប់បង្រៀនពីការប្រើជីវិតពេលរាត្រីហើយតែមិនធ្លាប់បង្រៀនពីវិធីថាបសោះអូកូនស្រីសូមឲ្យបង្រៀនដៃ10 good idea បងក៏អូខេចាំគេជួយបង្រៀនណាជាដំបូងត្រូវបិទភ្នែកសិនតែមិនបាច់ភ័យទេណាធ្វើខ្លួនតាមស្រួលទៅអូនក៏ធ្វើតាមការណែនាំគ្រប់ដំណាក់កាលហើយក៏ថាបគ្នាជាលើកដំបូងនៅទីសាធារណៈចឹងហ្មងអត់ចាំបាច់ដូចក
ស្រឡាញ់នេះទេសារភាពស្នេហ៍បានសម្រេច first kiss ក៏សម្រេចជាស្ថាពរខ្លាចគេសង្សារនឹងគ្នាបាត់ជាគេថាពេលមកធ្វើបាបនឹងរៀងអៀនដែរតានេះបងក៏សរសើរអូតែគូអត់ស្រឡាញ់ដល់ហើយហើយ sweet ដល់ក៏ពេលនោះក៏មានអ្នកដើរមកឃើញថានឹងជាឯងតាហើយចង់អ្នកឈរក្បែរនឹងជាណាទៅកូនស្រីក៏រៀងភ័យណាមានគេឃើញគេហើយធ្វើមិនទៅបងអត់ខ្វល់ចាប់ដៃគ្នាយ៉ាងបើកចំហមិនអីទេព្រោះលេងមានរឿងអានកំបាំងទៀតហើយតាឥឡូវមិនភ្លឺនៅឡើយពួកយើងទៅដើរលេងជាមួយគ្នាបន្តទៅណោះហើយក៏ដើរចាប់ដៃគ្នាទៅឡើង cute happy happy ក្រោយមកជាគីក៏បានមកនៅផ្ទះរបស់អេណាកាអង្គុយរងចាំអ៊អៀនគឺគេទៅយកការ៉េមកញ៉ាំហ្នឹងណាតានៅសល់តែមួយទេសុំទោសផងណាកូនស្រីថាបានចឹងចេះតែទិញបន្ថែមទៀតក៏បានដែរគេថាមិនអីទេញ៉ាំជាមួយគ្នាហ្មងទៅអូនក៏ញ៉ាំយ៉ាងមានក្តីសុខទឹកមុខឡើងភ្លឺថ្លាខុសពីធម្មតាចំណែកបងវិញក៏អង្គុយសម្លឹងមកដោយស្នាមញញឹមមានជាការខ្លាចស្រឡាញ់ពេកបេះដូងហើយគ្នាឡើងមានជាការឆ្ងល់ដែរណាអេណាកាមានអីមែនអេឬក៏ជាឯងអេណាកាឬឯងឬមួយក៏អេណាកាឯងស្ទាក់ស្ទើរមិនត្រូវថាគួរតែជាឯងឬអេណាកាហៅត្រឡប់ទៅត្រឡប់មកផ្អើផ្អើតែម្នាក់ឯងគេឡើងអស់សំណាចពិតជាគួរឲ្យស្រឡាញ់មែនទៀតមករឿងនេះបងសរសើរអូនតើគួរឲ្យស្រឡាញ់ឡើងរាប់ផ្លេចហើយយីមែននៅបញ្ជូនស្នាមញញឹមប្រឹមប្រែងជាមួយនឹងមុំអត់ដល់ស្រស់សង្ហាចឹងទៀតកាន់តែធ្វើឲ្យតែលងស្នាយខ្លាំងលើដើមបន្ទាប់មកគេក៏មកចុកការ៉េមកញ៉ាំហើយកូនស្រីក៏អង្គុយអ៊ំអ៊ីនឡើងរមួលឡើងចង់ខ្លាចជាតងអាំងទៅហើយទស្សនភាពពេលហ្នឹងគឺជាស្អីទៅណោះមានក្តីសុខខ្លាំងពេកហើយឡើងមិនគួរឲ្យជឿមានសង្សារសង្ហាថ្នាក់ហ្នឹងអ្នកណាមិនមានក្តីសុខការ៉េឡើងសាបវិញណាហើយរឿង Punk Triangle ក៏បានចាប់ដល់បរិបូរណ៍